ច្បាប់នៅតែជាច្បាប់និយមន័យមានកំណត់នៅក្នុងច្បាប់រួចហើយទៅមើលច្បាប់ដោយខ្លួនឯងមានរឿងជជែកគ្នាច្រើនប្រហែលថ្ងៃនេះពាក់ព័ន្ធទៅនឹងបទមនុស្សឃាតដោយអចេតនាជាស្ដែងច្បាប់មានចែងទុកហើយថាតើអំពើដែលបណ្ដាលឲ្យស្លាប់អ្នកដទៃហើយអាចចាត់ទុកថាជាបទមនុស្សឃាតដោយអចេតនាហ្នឹងមាននិយមន័យបែបណានិស្សិតទៅមើលមាត្រា207នៃក្រមព្រហ្មទណ្ឌខ្ញុំមិនបានពន្លាតទៅដល់មាត្រា85នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនោះទេសំដៅលើច្រាស់អត់បានទៅដល់នឹងទេអញ្ចឹងខ្ញុំនិយាយតែខ្ញុំអានតែមាត្រា207នៃក្រមព្រហ្មទណ្ឌតែប៉ុណ្ណោះបទមនុស្សឃាតដោយអចេតនាគឺជាបទល្មើសដែលមានចែងទុករួចហើយមាននិយមន័យថាជាអំពើបណ្ដាលឲ្យស្លាប់អ្នកដទៃដោយមូលហេតុពីរធំទី1ការធ្វើប្រហែសការមិនប្រុងប្រយ័ត្នការខ្ជិលខ្ជាចឹងយើងធ្វើអីក៏ដោយត្រូវតែប្រុងប្រយ័ត្នណាត្រូវតែប្រយ័ត្នត្រូវតែមើលឲ្យបានច្បាស់លាស់បើមិនចឹងទេវានឹងធ្លាក់ចូលទៅជាការធ្វើប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ជិលខ្ជាហើយបណ្ដាលឲ្យស្លាប់អ្នកដទៃអានោះវាคล้ายទៅជាបទមនុស្សឃាតដោយអចេតនាមូលហេតុទី2ការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវអញ្ចឹងមើលថាតើច្បាប់តម្រូវឲ្យធ្វើអីខ្លះដើម្បីរួចផុតពីសកម្មពីការទទួលខុសត្រូវព្រហ្មទណ្ឌខ្ញុំឧទាហរណ៍ថាអ្នកបើកបរត្រូវបើកបរប្រុងប្រយ័ត្នរបៀបម៉េចវិស្វករធ្វើសំណង់នៅការដ្ឋានគេត្រូវគ្រប់គ្រងរបៀបម៉េចឃើញណាគ្រូពេទ្យព្យាបាលអ្នកជំងឺតើមានវិធានបែបម៉េចដើម្បីបង្ការឬក៏បំពេញកាតព្វកិច្ចដែលច្បាប់ក្នុងវិជ្ជាជីវៈខ្លួនឯងនឹងបានតម្រូវនេះគឺជាទិដ្ឋភាពរួមនៃមាត្រា207ហើយនៅក្នុងបទមនុស្សឃាតដោយអចេតនានេះមានបញ្ញត្តិអំពីទោសគឺត្រូវដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងមានពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលមកដល់កន្លែងពិន័យជាប្រាក់នេះខ្ញុំអត់បាននិយាយថាលុយនឹងសម្រាប់ទៅឲ្យជនរងគ្រោះទេណាឬក៏គ្រួសារជនរងគ្រោះទេណាលុយនេះគឺជាប្រាក់ពិន័យបង់ចូលរដ្ឋកុំច្រឡំហើយនឹងមានទោសបន្ថែមច្រើនទៀតដូចមាននៅក្នុងមាត្រា208និងមាត្រា209នៃផ្សេងៗអញ្ចឹងទៅបាទនេះគឺជាបទមនុស្សឃាតដោយអចេតនាមានមូលហេតុពីរធំយើងអញ្ចឹងទេយើងអ្នកប្រកបជីវៈអ្នកធ្វើសកម្មភាពត្រូវមើលឲ្យបានច្បាស់តើវិជ្ជាជីវៈខ្លួនឯងដែលកំពុងប្រកបសកម្មភាពខ្លួនឯងកំពុងធ្វើតើមានការប្រុងប្រយ័ត្នត្រឹមត្រូវតាមអ្វីដែលច្បាប់បានតម្រូវហើយឬនៅដូច្នេះហើយទៅនីតិវិធីព្រហ្មទណ្ឌគេមានកំណត់អំពីរបៀបនៃការស្វែងរកតាមចាប់ផ្ដើមពីនីតិវិធីស៊ើបអង្កេតដោយមន្ត្រីនគរបាលយុតិធម៌និងដំណាក់កាលអัยការបើសង្ស័យថាវាមានបទល្មើសកើតឡើងតំណាងអัยការនឹងបញ្ជូនសំណុំរឿងទៅចក្រមស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងស៊ើបសួរនោះគឺជាដំណាក់កាលនៃការស៊ើបសួរជាសមត្ថកិច្ចរបស់ចក្រមស៊ើបសួរនៅពេលដែលចក្រមស៊ើបសួរស្វែងរករួចហើយមានមូលហេតុគ្រប់គ្រាន់អាចនឹងបញ្ជូនទៅជំនុំជម្រះបាននឹងធ្វើដីកាដំណោះស្រាយមួយបញ្ជូនសំណុំរឿងទៅចក្រមជំនុំជម្រះដើម្បីសួរដេញដោលបន្ថែមស្វែងរកថាតើអំពើហ្នឹងវាពិតជាបទល្មើសមែនឬក៏យ៉ាងណាហើយទើបធ្វើការសម្រេចចិត្តផ្តន្ទាទោសឬក៏ឲ្យរួចផុតពីបទចោទណាចឹងមិនមែនរឿងព្រហ្មទណ្ឌមួយកើតឡើងមើលតែនឹងភ្នែកនៅក្រៅរឿងក៏អាចសម្រេចបានទេអត់ទេដើម្បីឲ្យច្បាស់ការពារសិទ្ធិទាំងជនរងគ្រោះភាគីរងគ្រោះនិងការពារសិទ្ធិទៅដល់ជនដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសហៅថាជនល្មើសគាត់ថាជនល្មើសម្នាក់ហ្នឹងគឺត្រូវបានបដូរឋានៈឈ្មោះហៅផ្សេងគ្នាពីដំណាក់កាលមន្ត្រីនគរបាលយុតិធម៌រហូតទៅដល់ចក្រមជំនុំជម្រះបើសិនណាជាសារក្រមចូលស្ថាពរក៏ដូរស្ថានភាពទៅតាមនឹងដែរអញ្ចឹងយើងនៅក្រៅរឿងយើងមិនអាចធ្វើការសន្និដ្ឋានភ្លាមបានទេទុកឲ្យច្បាប់ជាអ្នកសម្រេចយើងកុំទាន់អាចធ្វើការវិនិច្ឆ័យតាមអារម្មណ៍